ខ្ញុំនឹងថាមករយៈនេះនាងអារម្មណ៍សើល្អមានរឿងច្រើនបែបនេះទោះជាណាក៏មិនអាចស្ងប់ចិត្តដែរគឺរយៈនេះយ៉ាងហ្វាន់មិនសូវមកផ្ទះតែនាងកំសើគិតពីរឿងនេះពេកអីគួរតែភ្លក់ម្ហូបដែលមានរសជាតិទាំងនេះសង្ឃឹមថានាងអាចនឹងសប្បាយចិត្តឃើញនាងសប្បាយចិត្តខ្ញុំក៏រីករាយណាស់ដែរបានទេអរគុណមិនអីទេមកហូបប្រច្រើនទេពេលមុនខ្ញុំឧស្សាហ៍វាយនឹងគេឆ្លោះជាមួយគេឧស្សាហ៍ធ្វើបាបគេឲ្យតែធ្វើឲ្យគេខឹងខ្ញុំក៏សប្បាយចិត្តខ្ញុំស្មានតែខ្លួនខ្ញុំមិនស្រឡាញ់គេមែនស្មានថាគង់មានថ្ងៃណាមួយពុកខ្ញុំនឹងមើលដឹងហើយផ្ដល់សេរីភាពដល់ខ្ញុំប៉ុន្តែឆ្លងកាត់រឿងជាច្រើនហើយទើបខ្ញុំដឹងថាគេយកចិត្តទុកដាក់នឹងខ្ញុំចង់ការពារខ្ញុំដល់ចិត្តស្មោះខ្ញុំនឹកគេណាស់ក៏បារម្ភពីគេដែរនាងកុំបារម្ភគេនឹងវិលមកវិញពីព្រោះគេជាប្តីរបស់នាងដូច្នេះគេប្រកាសចាំមកទីនេះមកនៅក្បែរខ្លួននាងវិញហើយខ្ញុំនៅតែជាអ្នកក្រៅសាច់រឿងរាល់លើកពេលដែលដើរតាមផ្លូវទាំងអស់គ្នាចេះតែមកចោមរំខ្ញុំតែខ្ញុំនៅតែអាចកោតដែរចេញគេលោកក៏ដឹងដែរខ្ញុំស្ញាសរសើរលោកប៉ុន្តែការស្ញាសរសើរនិងការស្រឡាញ់គឺខុសគ្នាទាំងស្រុងហើយវាក៏មកទល់ពេលនេះទៅខ្ញុំយកបាទព្រៃមកបងតែញ៉ែគឺបងលួចសិសិគឺបងមិនក៏បីនឹងអូននាងមើលអីហ្នឹងអត់អីទេនាងលោកម្ចាស់អ្នកប្រមមកវិញហើយនេះចេញទៅវិញសិនទេបានទៅរៀបចំសារហូបទៅបានលោកម្ចាស់អីយ៉ាងហ្វាន់ទីបំផុតឯងមកវិញហើយលើកនេះមកវិញគួរតែនៅផ្ទះបានច្រើនថ្ងៃហើយពុកនឹងឲ្យកូនទៅស៊ើបមើលតើនៅណាដែលគេចង់ចាត់ការកូនខ្ញុំតែងតែយល់ថាអ្នកដែលចង់សម្លាប់ខ្ញុំនោះដឹងខ្ញុំជានរណាអ្នកណាឯងនឹងនិយាយនេះមានន័យថាម៉េចមួយរយៈនេះខ្ញុំច្បុកច្បល់ចិត្តណាស់មានពេលខ្លះខ្ញុំយល់ថាខ្ញុំជាមនុស្សពីរនាក់ម្នាក់គឺយ៉ាងហ្វាន់ហើយម្នាក់ទៀតជានរណានោះខ្ញុំមិនដឹងទេឯងមានរបួសធ្ងន់អារម្មណ៍មានការប្រែប្រួលច្រើនយ៉ាងហ្វាន់ឯងគឺឯងមិនមែនជាអ្នកផ្សេងទេ
អញ្ចឹងមុនពេលដែលខ្ញុំរបួសនោះគឺយ៉ាងម៉េច មុនពេលត្រូវរបួសកុំតែខ្វល់ពីរឿងដែលកន្លងហួសទៅហើយនោះគិតពីពេលនេះទៅត្រូវធ្វើល្អនឹងស៊ឺយ៉ាងហ្វាត់ឯងគឺឯងឈប់ដេញដោលពីមូលហេតុនេះទៅវាគ្មានការចាំបាច់ទេយកសម្ដីពុកទេ ខ្ញុំមានធ្លាប់ស្វែងហៅអឺទេ ធ្លាប់គឺពុកចំទាស់នឹងឯងនឹងហៅអឺនៅជាមួយគ្នាក៏ឲ្យឯងរៀបការជាមួយតកូលឈៀនដែរអាហ្វាន់ពេលមុនពេលដែលពុកប្រាប់គេឲ្យទៅព្យាបាលឯងតើឯងនៅចាំស្អីខ្លះ ខ្ញុំគ្រាន់តែចាំថាក្នុងបន្ទប់នោះមិនសូវមានពលិហើយខ្ញុំដេកលើគ្រែតែប៉ុណ្ណឹងទេ អញ្ចឹងឯងនៅចាំទៀតពេលនោះកើតពីឯងនៅមាននរណាទៀតភ្លេចបាត់ហើយនាងជួសុំជួបបាទអញ្ចឹងគេចូលមកបាទនាងជួសុំអញ្ជើញអេសើអេបងជួយជើងរឿងលោកធានខ្ញុំក៏ពិបាកចិត្តណាស់ដែរបងខ្ញុំមកដល់ភូមិឋានភ្លាមខ្ញុំក៏ចេញមកមានការអីត្រូវខ្ញុំជួយនិយាយមកចឹងគ្មានអ្វីពិសេសទេអរគុណឯណាយ៉ាងហ្វាន់មិនតន់មកវិញទេជាបដាសនកំតន់មកវិញទេតាគេទៅណាខ្ញុំក៏មិនដឹងដែរអ្នកទាំងពីរឆ្លោះគ្នានាងខាងគ្រូសាលោកវាំងឲ្យគេនាំពាក្យលោកវាំងមកបាទនាំពាក្យអីគឺចេះតែនាងលោកម្ចាស់គាត់ថាអ្នកប្រុសត្រឡប់មកវិញហើយចាក់ហ្វាន់មកផ្ទះហើយត្រូវហើយគ្រាន់តែមួយរយៈនេះអ្នកប្រុសអារម្មណ៍ដូចជារវើរវាបន្តិចកំណត់លោកម្ចាស់គឺចង់ខត់ឲ្យគាត់នៅដំណាក់តែមើលសម្រាប់ពី3ថ្ងៃសិនសូមតែនាងកុំបារម្ភអីរំខានលោកឯងអរគុណបាទចាំតែមើលគេទៅមួយរយៈនេះខ្ញុំរវល់ពេកអត់មានពេលទេណាស់ហើយចុះចាំខ្ញុំទៅមើលជួននេះគាត់ជួនខ្ញុំមានការចង់ជួបគេហើយក៏ឆ្លៀតមកគេយ៉ាងម៉េចដែរអត់ឈ្មោះទេគឺបងប្រុសខ្ញុំឲ្យយកមកអរគុណណាស់មិនចង់សាកមើលទេកំបិតប្រវៃមកហាត់កន្លះកំរ៉ាគឺមួយធ្នោះទម្ងន់29នាលប្រវៃជាងមហាត់បាត់នេះគួរតែជាកម្មសិទ្ធិលើមួយរយៈនេះតើលោកតាណាខ្លះដើរមើលគ្រប់កន្លែងទាំងអស់រកមនុស្សហីរកអ្នកណាខ្ញុំរកខ្លួនខ្ញុំហ្នឹងរកខ្លួនឯងគួរឲ្យអស់សំណើចមែននេះជាលើកទី1ដែលយើងលើកពាក្យដោះសារផ្ដេសផ្ដាស់បែបនេះមើលខ្លួនឯងមើលមួយរយៈនេះធ្វើអីខ្លះបាត់ខ្លួនដោយគ្មានមូលហេតុក្នុងនាមកូនប្រសាគ្រួសារធានឪពុកក្មេកស្លាប់ទៅសូម្បីសម្មាល់កូនប្រសាក៏មិនឃើញតែឲ្យអ្នកគុណនិយមយល់យ៉ាងណាចំពោះលោកគេឈ្មោះវិមានលីវស៊ីងគឺទទួលបានម្ដងបន្តិចតែយើងប្រឹងប្រែងប៉ុណ្ណាឯលោកវិញបែរជាបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងដោយងាយ
កិច្ចការដែលខ្ញុំធ្វើ